របៀបដាក់ auto reply comment និងទាញភ្ញៀវចូលឆាតនៅក្នុង page របស់យើងគ្រប់ post ទាំងអស់ឲ្យតែភ្ញៀវ comment នៅក្នុង page របស់យើងអូខេអញ្ចឹងយើងចូលមកកាន់ system របស់យើងមកបាទបន្ទាប់មកយើងចូលមកកាន់ត្រង់កន្លែង connect account ករណីបើយើងអត់ទាន់បាន connect page ចូលហើយខ្ញុំ connect page ចូលហើយអញ្ចឹងខ្ញុំយកទៅលើ page មួយនេះជាឧទាហរណ៍សម្រាប់បងប្អូនអរគ្នាមើលបាទអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងចុចយកពាក្យថា comment manager យើងយកពាក្យថា all post list អូខេបន្តមកទៀតអ្វីដែលយើងត្រូវធ្វើគឺយើងធ្វើការចុចនៅ enable full page reply ដើម្បីបើកឲ្យវា auto reply comment នៅក្នុង page របស់យើងទាំងអស់បាទចុចតាមខ្ញុំអញ្ចឹងមកត្រង់កន្លែងនេះគឺយើងបានធ្វើការបើកឲ្យវា reply គ្រប់ពាក្យទាំងអស់ដោយមិនចាំបាច់កំណត់ពេចទេហើយត្រង់កន្លែងនេះគឺយើងដាក់ឈ្មោះ campaign name របស់យើងចំណាំត្រង់កន្លែងនេះគឺយើងដាក់នៅអ្វីដែលយើងចង់ប្រាប់ទៅភ្ញៀវពេលដែលភ្ញៀវ comment ចឹងយើងដាក់ទៅអរគុណសម្រាប់ការ comment ពំបន្ថែមសូមពិនិត្យក្នុងប្រអប់សារបើករណីយើងចង់ឲ្យលម្អិតមួយទៀតយើងអាចដាក់ថាសួស្តីបងដក clear យើងដាក់ឈ្មោះគាត់ចេះមកបាទនេះខ្ញុំ copy វិញខ្ញុំសូម copy វាដាក់ខាងនេះវិញបាទចេះមកសួស្តីបងអរគុណសម្រាប់ការ comment ពំបន្ថែមសូមពិនិត្យក្នុងប្រអប់សារបន្ទាប់មកត្រង់កន្លែងនេះគឺយើងដាក់នៅរូបភាពករណីយើងចង់ឲ្យវាមានរូបភាពអូខេខ្ញុំចុចមកខ្ញុំយករូបភាពនេះជាឧទាហរណ៍ហើយអ្វីដែលយើងត្រូវធ្វើត្រង់កន្លែងនេះគឺជាកន្លែងដែលយើងរើសនៅ template ឲ្យឆាតទៅភ្ញៀវតែដោយសារតែយើងអត់តបានបង្កើតអញ្ចឹងយើងការបង្កើតយើងមានពីរជម្រើសទី1យើងអាចបង្កើត direct ពីត្រង់ហ្នឹងមកនេះចុចត្រង់ហ្នឹងមកបាទហើយត្រង់កន្លែងនេះយើងដាក់ឈ្មោះនៅ inbox របស់យើងដើម្បីចំណាំអញ្ចឹងខ្ញុំដាក់ថាអូខេ CMD to inbox បន្ទាប់មកត្រង់កន្លែងនេះយើងរើសយកជាអីយើងចង់ឲ្យវាឆាតទៅជាអក្សរអញ្ចឹងយើងរើស text ហើយយើងដាក់មកដាក់ឈ្មោះគេអាហ្នឹងណាអូខេអានេះគឺមានន័យថាពេលដែលគេ comment ហើយវានឹងឆាតទៅគេនៅពាក្យដែលយើងសរសេរនេះហើយនេះយើងបើកចេះមកអូខេបើសិនជាយើងចង់បន្តថែមទៀតឧទាហរណ៍ខ្ញុំចង់បន្ថែមមួយទៀតបន្ទាប់ពីដែលគេ comment នេះយើងដាក់អក្សរហ្នឹងយើងចង់ដាក់សំឡេងយើងអាចចុច add more នេះហើយយើងរើសយកជាប្រភេទ audio ចេះមកហើយយើង upload audio ជាប្រភេទ file mp3 តែខ្ញុំអត់ទេបាទខ្ញុំយកតែមួយហ្នឹងទេហើយខ្ញុំចុច submit បាទខ្ញុំចុច OK បន្ទាប់មកនេះខ្ញុំខ្វែងចោលនេះបងប្អូនឃើញទេបាទ CMD នេះអញ្ចឹងខ្ញុំចុច save អូខេអញ្ចឹងខ្ញុំសាកចូលទៅ post ណាមួយដែលខ្ញុំចង់ធ្វើការ comment តាំងពី post 2ឆ្នាំមុននេះមកចា៎នេះខ្ញុំជាឧទាហរណ៍ទេអានេះ6រៀលប៉ុន្តែនេះខ្ញុំគាត់តែតេស្តណាអញ្ចឹងខ្ញុំដាក់ថាករណីភ្ញៀវគេសួរយើងថាលក់មិនបាទភ្ញៀវគេសួរយើងថាលក់មិនអញ្ចឹងត្រង់នេះ system វានឹងធ្វើការ automatic comment មកយើងវិញអ្នកមកណានេះ2ហើយឆាតមកយើងទៀតឃើញអត់នេះសួស្តីបងអរគុណសម្រាប់ការ comment សម្រាប់ឈុតនេះតម្លៃ$15ហើយសម្រាប់ comment ក៏វាធ្វើការ auto comment ដែរនេះចុចបែបនេះមកនេះបងឃើញខ្ញុំដាក់លក់មិនបន្ទាប់មកគឺ comment បែបនេះហើយគេឆាតមកយើងបែបនេះអូខេអានេះគឺជារបៀបនៃការដាក់ auto reply comment និងទាញភ្ញៀវចូលឆាតគ្រប់ post ទាំងអស់គ្រប់ពាក្យដោយមិនបានកំណត់ពាក្យទេប្រសិនបើយើងចង់ធ្វើការកែតម្រូវនេះអស់នេះយើងថាធ្វើមិនបាទយើងចង់កែតម្រូវ$15នេះអញ្ចឹងយើងអាចធ្វើការចូលមកកាន់ system របស់យើងវិញយើងចូលមកកាន់ត្រង់ bot manager បាទ bot manager បន្ទាប់មកបងប្អូននឹងឃើញមាននេះហើយយើងយកពាក្យថា post page manager យើងឃើញមានឈ្មោះដែលយើងចំណាំវិញឃើញទេ CMD to inbox យើងអាចធ្វើការកែតម្រូវវាមកចុច edit មកបាទយើងអាចកែតម្រូវ$15ទៅ$20ឬក៏ប្រមាណ$វិញអាស្រ័យទៅលើយើងចុះបើសិនជាខ្ញុំអត់ចង់យកអាហ្នឹងប្រើទេខ្ញុំចង់បង្កើតថ្មីយើងចូលមកកាន់ post page manager នឹងដូចគ្នាហើយយើងយកទម្រង់បែបនេះក៏បានដែរការបង្កើតយើងមាន2បើបង្កើតតាមនេះវាល្អជាងអានេះគេហៅថា classic builder តែសម្រាប់ប្រភេទបែបនេះគេហៅថា flow builder អញ្ចឹងយើងយក new post page មកខ្ញុំអាចឧទាហរណ៍មួយទៀតនេះហើយខ្ញុំដាក់ថា for reply comment ហើយខ្ញុំចុច done ហើយអានេះខ្ញុំដាក់អីគេខ្ញុំដាក់ text ដូចគ្នាខ្ញុំចុចលើ2ដងត្រង់កន្លែងនេះខ្ញុំដាក់ថា hi អីចឹងទៅហើយខ្ញុំដាក់ឈ្មោះបាទតែប៉ុណ្្នឹងទេខ្ញុំដាក់ចេះហើយត្រង់កន្លែងនេះខ្ញុំដាក់មួយទៀតខ្ញុំដាក់ទាញមកខ្ញុំចង់បានជារូបភាពហើយខ្ញុំរើសយករូបភាពតែខ្ញុំចង់ដាក់បែបនេះហើយអានេះយើងលេខលោកតាមហ្នឹងយើងចង់បានអីគឺយើងអាចធ្វើបែបហ្នឹងបានក្នុងនេះគឺយើងធ្វើបានច្រើនឡើយនេះយើងអាចដាក់ call នេះបានណាចុចលើវាយើងអាចដាក់ call now អីចឹងទៅនេះ call now ហើយយើងដាក់ call ហើយអានេះខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំទៅខ្ញុំចុចនេះហ
ហើយខ្ញុំចុច save បាទបន្ទាប់មកអ្វីដែលយើងចង់ធ្វើបន្ថែមគឺយើងចូលមកកាន់ system របស់យើងម្ដងទៀតយើងចូលទៅកន្លែង comment manager ចូលត្រង់កន្លែង all post list ហើយយើងចុចយក edit ណាយើងចុចយក edit នេះ edit ឡើងនេះឃើញទេហើយយើងអូសមកក្រោមមកត្រង់កន្លែងនេះយើងនឹងឃើញមាន2ឯងនេះឃើញទេអានេះអាចយើងបង្កើតមុនអញ្ចឹងខ្ញុំយកអាបង្កើតក្រោយនេះវិញនេះហើយខ្ញុំចុច save បាទបន្ទាប់មកខ្ញុំចូលទៅ page ម្ដងទៀតហើយខ្ញុំធ្វើការតេស្តនៅ comment ផ្សេងទៀតណាខ្ញុំតេស្តលើអានេះចុះអញ្ចឹងដាក់ថាកាបូបនេះលក់មិនអញ្ចឹងទៀត system នឹងធ្វើការ auto reply comment របស់យើងហើយនឹងទាញយើងចូលឆាតដោយស្វ័យប្រវត្តិតែម្ដងតាមអ្វីដែលយើងបានកំណត់មិញណានេះឃើញអត់មាន hi បន្ទាប់មកមាន call បាទមាន call ហើយមានរូបភាពទៀតឃើញអត់មានប៊ូតុង call មានរូបភាពហើយនៅក្នុងនេះក៏គេបាន comment យើងដែរនេះឃើញអត់នេះបាទបើយើងចង់កែទៀតយើងអាចចូលមកកាន់ត្រង់កន្លែងហ្នឹងមកយើងចង់កែពាក្យពេចន៍គឺ edit full page reply នេះយើងកែមកយើងកែពាក្យពេចន៍ comment បើយើងចង់កែរូបភាពយើងដូរភាពបើយើងចង់បដូរអានេះគឺយើងចូលទៅកន្លែង bot manager បើយើងចុចត្រង់នេះគឺមានន័យថាយើងបង្កើតថ្មីក៏បានដែរតែវាជាប្រភេទ classic ទេណាតែបើយើងចង់បានជាប្រភេទ bot builder គឺយើងចូលមកកាន់ត្រង់នេះវិញមកនេះត្រង់កន្លែង bot manager ហើយយើងយកពាក្យថា prospect manager ហើយយើងបង្កើតថ្មីមកបើយើងចង់កែយើងចុច edit នេះទៅបាទអាហ្នឹងគឺវាមានតែប៉ុណ្្នឹងឯងវីដេអូក្រោយខ្ញុំនឹងធ្វើការកំណត់ទៅតាមពាក្យឲ្យងាយស្រួលអញ្ចឹងណាខ្ញុំធ្វើវីដេអូមួយឲ្យវាងាយស្រួលអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯង